ថ្ងៃនេះខ្ញុំជម្រាបជូននៅព័ត៌មានសំខាន់មួយដែលទាក់ទងទៅនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ថ្ងៃនេះលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាទៅលើកញ្ចប់មូលនិធិដើម្បីបញ្ចប់ការបិទរយៈពេល43ថ្ងៃរបស់រដ្ឋាភិបាលបើកទីភ្នាក់ងារសហព័ន្ធឡើងវិញនិងប្រាក់ឈ្នួលរបស់កម្មករថ្ងៃទី12ខែវិច្ឆិកាប្រធានាធិបតីលោក Donald Trump នៅថ្ងៃពុធនេះបានចុះហត្ថលេខាលើច្បាប់ដែលបញ្ចប់ការបិទទ្វាររដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុន្មានម៉ោងបន្ទាប់ពីសភាតំណាងរាស្ត្របានបោះឆ្នោតដើម្បីចាប់ផ្ដើមជំនួយស្បៀងអាហារបើកប្រាក់ខែដល់កម្មករសហព័ន្ធរាប់រយពាន់នាក់និងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដែលមានបញ្ហារស់ឡើងវិញសភាដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋគឺបានអនុម័តកញ្ចប់នេះដែលបោះឆ្នោត222លើ209ដែលគាំទ្ររបស់លោក Trump ភាគច្រើនរក្សាដោយគណៈបករបស់លោកនៅជាមួយគ្នានៅចំពោះមុខការប្រឆាំងយ៉ាងខ្លាំងពីសមាជិកសភាប្រជាធិបតេយ្យដែលខឹងសម្បាទៅនឹងការប្រជុំមុខដាក់គ្នាដ៏យូរដែលបង្កើតឡើងដោយសហសេវកព្រឹទ្ធសភារបស់ពួកគេបានបរាជ័យនៅក្នុងការធានានូវកិច្ចព្រមព្រៀងមួយដើម្បីពង្រីកការឧបត្ថម្ភធនធានរ៉ាប់រងនៅសុខភាពសហព័ន្ធការចុះហត្ថលេខារបស់លោក Trump ទៅលើសេចក្តីព្រាងច្បាប់ដែលត្រូវបានប្រសិទ្ធិអនុម័តកាលពីដើមសប្តាហ៍នេះនឹងនាំឲ្យកម្មករសហព័ន្ធនិងអសកម្មដោយសារតែការបិទទ្វាររយៈពេល43ថ្ងៃត្រឡប់ទៅរកការងាររបស់ពួកគេវិញដោយចាប់ផ្ដើមនៅថ្ងៃប្រហ័សបើទោះបីជាសេវាកម្មនិងប្រតិបត្តិការរបស់រដ្ឋាភិបាលពេញលេញនឹងចាប់ផ្ដើមឡើងវិញយ៉ាងឆាប់រហ័សប៉ុណ្ណាក៏ដោយមិនទាន់ច្បាស់លាស់នៅឡើយនោះទេលោក Trump បានថ្លែងនៅក្នុងការិយាល័យ Oval នៅក្នុងអំឡុងពេលពិធីចុះហត្ថលេខានៅយប់ជ្រៅដែលលោកធ្លាប់ត្រូវបានពួក Democrat រិះគន់យើងមិនអាចឲ្យរឿងនេះកើតឡើងម្ដងទៀតបាននោះទេនេះមិនមែនជាវិធីដើម្បីគ្រប់គ្រងប្រទេសនោះទេកិច្ចព្រមព្រៀងនេះគឺបានពង្រីកការផ្ដល់នៅមូលនិធិរហូតដល់ថ្ងៃទី30ខែមករាដោយទុកឲ្យរដ្ឋាភិបាលសហព័ន្ធស្ថិតនៅលើផ្លូវដើម្បីបន្តបន្ថែមប្រហែលមួយកណ្ដោះសញ្ញា$8,000 លាននៅក្នុងមួយឆ្នាំទៅលើបំណុល$38,000 លានរបស់ខ្លួន